giờ mấy nhé Apple banធ្វើការបញ្ចេញ version ថ្មីមួយទៀតđấy iOS 26.5 និយាយទៅប្រើប្រាស់ iOS 21.4 មិនតាន់ក្តៅដៃផងក៏តម្លាក់មកទៀតហើយតែទៅនឹង iOS 21.5 នេះវាជាចំនួនសាលបងទេប្រហែលឃើញថា Apple ក៏បានធ្វើការបញ្ចូលមុខងារមួយចំនួនដែរហើយតើតើទំហំមកវាល្បាក់ប្រហែលជា 9.54 GB វាជិត 10G នៅលើ iPhone Air របស់ខ្ញុំអញ្ចឹងនៅក្នុងនោះតើតើមុខងារថ្មីគឺនៅពេលយើងឡើងភ្លាមយើងនឹងឃើញកន្លែងថ្មីមួយគឺនៅក្នុង Apple Map ឬក៏ Map របស់ក្រុមហ៊ុន Apple ហ្នឹងឯងនៅពេលយើងចូលទៅកាន់ត្រង់ហ្នឹងនៅពេលយើង search យើងនឹងឃើញមុខងារមួយវាដាក់ថា suggested place មានន័យថាវា suggest ទីតាំងឲ្យយើងតែម្ដងដែលកាលពី version មុនអត់មានទេហើយនៅក្នុងនោះបើតាមគម្រោងក្រុមហ៊ុន Apple នឹងដាក់ពាណិជ្ជកម្មនៅក្នុង Apple Map ទៀតអញ្ចឹងនៅពេលយើងប្រើប្រាស់ map របស់ក្រុមហ៊ុន Apple ប្រកាសជាឃើញពាណិជ្ជកម្មនៅ version នៅ version ក្រោយៗប៉ុន្តែខ្ញុំគិតថានៅស្រុកយើងមិនសូវជាមានអ្នកប្រើប្រាស់ទេ Apple Map ពេលចាំគាត់ប្រើប្រាស់ Google Map អញ្ចឹងយើងមិនសូវជាបារម្ភទេមួយទៀតជា OCS messaging ដែលយើងអាចធ្វើការផ្ញើសារតាមរយៈ iMessage រវាង iPhone និង Android អញ្ចឹងទៅហើយវាក៏ Apple បានបញ្ចូលមុខងារ encrypted ឬក៏សុវត្ថិភាពជាងមុននៅក្នុង version ហ្នឹងប៉ុន្តែសម្រាប់អ្នកដែលគាត់នៅ EU ឬក៏អឺរ៉ុបអញ្ចឹងណានៅយើងដូចជាមិនទាន់ជាមានមុខងារមួយហ្នឹងទេតាមដែលខ្ញុំចូលក្នុង setting នៅទូរស័ព្ទរបស់ខ្ញុំបន្ទាប់ពីឡើងហើយបើយើងចូលទៅកាន់ setting ចូលទៅកាន់ notification គឺយើងនឹងឃើញមុខងារមួយវាដាក់ថា notification forwarding ដែលយើងអាចធ្វើការ forward សារដំណឹងហ្នឹងទៅកាន់ device ដទៃទៀតបើយើងមានភ្ជាប់ចឹងទៅប៉ុន្តែមុខងារនេះខ្ញុំគិតថានៅស្រុកយើងក៏មិនសូវជាមានក៏មិនយើងប្រើអត់កើតដែរដោយសារតែយើងអត់មាន third party device ឬក៏ device ទី3ក្នុងការប្រើប្រាស់មុខងារមួយហ្នឹងអញ្ចឹងណាបើតាមមើលជាមួយនឹង version 26.5 នេះក៏ Apple អាចគ្រោងនឹងធ្វើការ upgrade ឬក៏ធ្វើឲ្យ Siri កាន់តែប្រសើរឡើងជាងមុនដែរដើម្បីត្រៀមទៅកាន់ version 27អញ្ចឹងណាព្រោះ version 27នឹងចេញឆាប់នេះឯងល្បាក់ក្នុងខែ6ហើយបើតាក់ទង performance ការចេញចូលកម្មវិធីចេញពីកម្មវិធីមួយចូលកម្មវិធីមួយខ្ញុំឃើញថាมันជាខុសគ្នាទេ animation អីក៏มันខុសគ្នាប្រហែលពី 26.4 ដែរប៉ុន្តែសួរថាគួរតឡើងទៅកាន់ 26.5 អត់បច្ចុប្បន្ននេះมันគួរឡើងទេដោយសារតែវាជាចំនួនសាលបងមិនទាន់ជាចេញជាផ្លូវការនៅឡើយដែលយើងអាចធ្វើការរំលងបានតែបើអ្នកគាត់មានទូរស័ព្ទ2គ្រឿង iPhone 2អីចង់តេស្តអីអាចឡើងទៅកាន់ version ហ្នឹងបានតែខ្ញុំមាន2អញ្ចឹងខ្ញុំអាចយក Air នេះទៅតេស្តអញ្ចឹងទៅហើយតែប៉ុណ្្នឹងទេតើតោះ version ថ្មីនេះមុខងារតាមមួយចំនួនហ្នឹងឯងដែលគាត់បានបន្ថែមចូលហើយខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត